នេះជាបទព្រំអរតនីសាហំបតីព្រំអោនបងគុំអរតនីសំដាច់ព្រះភង្គវីដោយគាតាយ៉ាងនេះឯងព្រះពុទ្ធទ្រង់អនុកោលព្រមទទួលនឹងសំដែងដោយតន់ឲ្យភាពថ្លែងតាមភាវៈគុណករុណាទៅក្រោកចាងទីនោះភាំងត្រាឆ្ពួងព្រៃមង្ឃទីយាងចេញចលីលីពីទីនោះដោយព្រះបាទញ៉ាំងសត្វចូលពុទ្ធចក្រមានបញ្ញវៈគីជាអាចឲ្យផឹកអមរិតខជីរួងនឹបពៀនតាមធម្មតាចាប់ដើមពីនោះឯងទ្រង់សំដែងធម៌ទាំងស្នាធ្វើពុទ្ធភក្រិន្ទយាអង្គវសា45ពុំថយពុំបានធូប្រយោជន៍យូរអង្វែងឆ្នាំសម្រាប់បញ្ញកម្មដល់សំសត្វទាំងភពត្រៃហេតុនោះឥឡូវនេះយើងខ្ញុំនឹងសាទរក្រៃបបិទ្ធប្រគុណថ្លៃសូមនិមន្តប្រហុងទេសនាអនុគ្រោះពុទ្ធបរិស័ទដែលជាប់ខាត់ដោយមោហាឲ្យកើតមានបញ្ញាប្រាកដនេះទីនេះហងនេះជាបទកូនចៅសូមខមាទោសចំពោះមាតាបិតាកូនសូមគោរពគុណធ្ងន់លើលប់
គុណទាំងទ្វេមេត្តាបិតាគុណលោកទាំងពីរធ្ងន់លើយធរណីគ្មានអ្វីប្រៀបបានកូនសូមខមាទោសក្រែងកូនធ្វើខុសពីមុនប៉ុន្មានទោសតូចធំក្តីប្រុសស្រីគ្រប់ប្រាំមិនអាចញ៉ាយចាំបានខុសច្រើនប្រការមួយខុសផ្លូវចិត្តណាមិនបានជាគិតណាពីខុសវិចាហាស្ដីនិយាយធ្លយហួសមេត្រាបីមានណាយពេលណាប៉ះពាល់ដោយកាយកំហុសទាំងបីកាលកូនក្មេងវ័យប្រុសស្រីទាំងឡាយមិនតាន់ចែងគិតគំនិតវែងឆ្ងាយមានខុសហើយខ្លះហើយព្រោះតែសប្បាយអាហោសេកម្មតងបីទាំង5គ្មានសល់ចន្លងសូមរួចទុកភ័យកម្មពីទាំងអង្គរួចផុតណាយស្រឡះណាយពីនេះ